ISI Greenhouse គឺជាប្រព័ន្ធគ្រោងដំបូលដែលផលិតឡើងដោយក្រុមហ៊ុន ISI ដែលក្នុងគោលបំណងជួយលើកតម្កើងសន្ទុះនៃវិស័យកសិកម្មប្រទេសកម្ពុជាឲ្យមានសន្ទុះកើនឡើងស្របតាមតម្រូវការទីផ្សារក្នុងស្រុកនិងក្រៅស្រុកខ្ញុំបាទឈ្មោះដារិតខ្ញុំមានតួនាទីជាវិស្វករគ្រឿងផ្គុំនៃក្រុមហ៊ុន ISI ហើយខ្ញុំក៏ជាអ្នកចូលរួមក្នុងការចាប់ផ្ដើមនៃគម្រោងផ្ទះបៃតង ISI ដែលហៅកាត់ថា ISI Greenhouse ផងដែរចំពោះប្រព័ន្ធគ្រោងដំបូល ISI របស់យើងនឹងអាចជាដំណោះស្រាយដល់ប្រជាជនខ្មែរយើងដូចជាទី1ងាយស្រួលដំឡើងដោយមិនមានការកាត់ផ្សារនៅការដ្ឋានទី2ប្រព័ន្ធគ្រោងដំបូលរបស់យើងនឹងអាចចល័តបានហើយទី3ការប្រើប្រាស់ប្រព័ន្ធគ្រោងដំបូលរបស់យើងនឹងបានយូរអង្វែងបាទប្រព័ន្ធ ISI Greenhouse អាចជួយដល់កសិកម្មទំនើបប្រទេសកម្ពុជាបានយ៉ាងច្រើនដូចជាទី1គុណភាពល្អការប្រើប្រាស់បានយូរអង្វែងទី2អាចបង្កើនផលិតភាពក្នុងការផលិតកសិកម្មរបស់ប្រជាជនបានច្រើនជាងមុនទី3អាចសម្របទៅតាមអាកាសធាតុប្រែប្រួលបានទី4គឺងាយស្រួលប្រើប្រាស់អាចចល័តទៅកាន់ទីតាំងផ្សេងទៀតបានភាពខុសគ្នារវាងប្រព័ន្ធគ្រោងដំបូល ISI និងប្រព័ន្ធគ្រោងដំបូលបែបបុរាណនោះគឺទី1គឺគុណភាពផលិតផលអញ្ចឹងប្រព័ន្ធគ្រោងដំបូលបែបបុរាណកសិករគាត់អាចនឹងជ្រើសរើសយកផលិតផលដែលពុំមានគុណភាពខ្ពស់ដូចផលិតផល ISI ទី2គាត់មិនមានការសិក្សាច្បាស់លាស់អំពីភាពរឹងមាំបើប្រៀបធៀបជាមួយនឹង ISI Greenhouse យើងមានវិស្វករជំនាញសិក្សាច្បាស់លាស់ទី3អាចទប់ទល់ទៅនឹងអាកាសធាតុបានល្អជាងប្រព័ន្ធគ្រោងដំបូលបែបបុរាណហើយទី4ក្នុងការសិក្សាផងដែរហ្នឹងគឺបានរួមបញ្ចូលអំពីផលិតភាពកសិកម្មរបស់កសិករឲ្យបានកាន់តែច្រើនជាងមុនបើប្រៀបធៀបទៅនឹងប្រព័ន្ធបែបបុរាណបាទនៅថ្ងៃមុខនឹងមានគម្រោងអភិវឌ្ឍបន្ថែមដូចជាមានការរួមបញ្ចូលជាមួយនឹងប្រព័ន្ធវាស់ជាតិសំណើមនិងជាតិទឹកដោយស្វ័យប្រវត្តិនៅក្នុងរោងទី2នឹងមានការរួមបញ្ចូលជាមួយនឹងប្រព័ន្ធបិទបើកដោយស្វ័យប្រវត្តិរវាងសំណាញ់និង UV ផងដែរហើយចំពោះចក្ខុវិស័យនៅថ្ងៃអនាគតហ្នឹងគឺក្រុមហ៊ុននឹងមានចក្ខុវិស័យថានឹងបង្កើនការលក់ទៅកាន់បណ្ដាប្រទេសជិតខាងក៏ដូចជាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ